Okay, let's go. បាទជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងមក unbox ម៉ាស៊ីន parameter ប្រើអគ្គិសនីដំបូងគេនៅក្នុងស្រុកខ្មែរម៉ាស៊ីននេះដែរខ្ញុំកំងមកពីសហរដ្ឋអាមេរិកផលិតដោយក្រុមហ៊ុន Open PPG មាន motor កម្លាំង25 kW ហើយថ្ម 4.8 kW ម៉ោងអាចហោះហើរបានពី55ទៅ80នាទីនេះបើយោងតាម website របស់ខាង Open PPG ហើយស្លាបកង្ហាលធ្វើអំពី carbon fiber តួធ្វើពី aluminium ជាមួយនឹង S-bar ធ្វើពី titanium ទោះបីជាឈុតនេះមិនប្រើម៉ាស៊ីនក៏ប៉ុន្តែទម្ងន់សរុបរហូតដល់ទៅ39គីឡូមូលហេតុដែលធ្ងន់គឺដោយសារតែអាគុយឬក៏ថ្មហ្នឹងទម្ងន់22គីឡូ harness ឬក៏ឧបករណ៍ដែលពាក់នៅស្មានិងអង្គុយហ្នឹងគឺជារបស់ Mac Dudek ត្រូវគ្នាជាមួយនឹងឈុតឆាត់របស់ខ្ញុំ Mac Dudek ដែរអ្វីដែលខ្ញុំពេញចិត្តនោះគឺ profile ក៏ធ្វើបានល្អ finishing work ប្រណិតឲ្យម៉ាស៊ីនស្ងាត់ហើយអ្វីដែលទើសចិត្តជាងគេនោះគឺទម្ងន់ធ្ងន់ពេកការហោះហើរដំបូងរបស់ម៉ាស៊ីននេះធ្វើឲ្យខ្ញុំចាប់អារម្មណ៍មែនទែនដោយសារវាមានកម្លាំងជំរុញខ្លាំងជាមួយនឹងស្លាបកង្ហាល140សង់ទីម៉ែត្រអ្វីត្បិតតែវិស័យមួយនេះយើងចាប់ផ្ដើមក្រោយគេក៏ប៉ុន្តែឈុតប្រើអគ្គិសនីមួយនេះគឺជួយបំពេញមុខមាត់ឲ្យវិស័យមួយនេះមិនចាញ់ប្រទេសជិតខាងតោះសូមមកទស្សនាទេសភាពរាជធានីភ្នំពេញនាពេលរាត្រីទាំងអស់គ្នា